នេះគឺជាអ្វីដែលយើងគួរតែធ្វើជាមួយនឹងគ្រួសារយើង at least ឲ្យបានម្ដងរយៈពេលណាមួយចឹងទៅដូចជា2ឬក៏3ខែជាពិសេសសម្រាប់អ្នកដែលគាត់រវល់ជាមួយនឹងការងារការចំណាយពេលជាមួយនឹងអាហារពេលល្ងាចឲ្យមានអត្ថន័យជាមួយនឹងគ្រួសារយើងហើយនឹង slow morning ជាមួយនឹងគ្រួសារយើងឲ្យមានអត្ថន័យយើងចំណាយពេលមួយដែលមានភាពស្រស់ស្រាយហើយជាពិសេសហ្នឹងគឺជាការបង្កើតសកម្មភាពជាមួយនឹងគ្រួសារឲ្យមានអត្ថន័យឲ្យមានភាពសប្បាយរីករាយដើម្បីបង្កើនការចងចាំដ៏ល្អបំផុតអញ្ចឹងនេះគឺជាវីដេអូមួយដែលខ្ញុំចំណាយពេលជាមួយនឹងគ្រួសារទៅលេងខេត្តកំពតម្ដងទៀតហើយលើកហ្នឹងគឺអាចនិយាយបានថាគឺជាមិនមែនដំណើរកម្សាន្តទេគឺជាសម្រាប់កម្សាន្តថ្ងៃហ្នឹងគឺយើងនឹងចេញដំណើរទៅលេងខាងកំពតប៉ុន្តែយើងជិះតាមកែបសម្រាប់ខ្ញុំគឺខ្ញុំបែងចែកចេញជា2ដំណើរកម្សាន្តហើយនិងសម្រាប់កម្សាន្តដំណើរកម្សាន្តគឺខ្ញុំ focus មកទីតាំងដើរលេងមួយចំនួនឲ្យបានច្រើនជាជាងសម្រាប់នៅមួយកន្លែងប៉ុន្តែសម្រាប់កម្សាន្តគឺខ្ញុំ focus ទៅលើកន្លែងស្នាក់នៅដែលកន្លែងមួយខ្ញុំអាច stand by បានយូរដោយមានអ្វីធ្វើច្រើនជាមួយនឹងគ្រួសារហើយជាពិសេសហ្នឹងគឺការទៅកម្សាន្តបែបចិត្តហ្នឹងឯងឬក៏អាចនិយាយបានថាគឺជាការសម្រាកនៅមួយកន្លែងហើយធ្វើសកម្មភាពផ្សេងៗនៅក្នុងកន្លែងតែមួយTurn on, you get going at every stop, baby. Oh, show me if I should stay. Should find a reason to leave when I'm busy. មកហូបពេញតុបានណាគឺនោះនេះមកអង្គុយញ៉ាំអីនេះគេ freestyle បែបធម្មតាឆ្ងាញ់តាហើយវ៉ាលេងទឹកឡើងកូនទៀតយើងមានអាចជាប់មួយនឹងអត់មួយកូនចេញអត់ប្រងដែរប្រងសូមើលផ្លឹកដល់នេះGood morning អ្នកនរគ្នាអញ្ចឹងនេះគឺជាថ្ងៃទី2ហើយនៅអាម៉ាយ៉ានៅនេះពិសេសមួយនិយាយអ្នកនរគ្នាមកនឹងចាប់អារម្មណ៍គឺពិសេសហ្មងជាពិសេសគឺពេលព្រឹកនេះថ្ងៃរះជាមួយនឹងអាប់ឡើងអាប់វាឡើងនៅលើព្រៃនៅលើដើមឈើនៅលើ nature ហ្នឹងហើយជាមួយនឹងចេញពីភ្នំមកថ្ងៃរះជាប់ជាមួយនឹងភ្នំ2នោះហើយមានអាប់ច្រើនមែនតើនៅក្រោមហ្នឹងឡើងស្កាស់ហ្មងខ្ញុំងើបអត់ទាន់អ្នកនរគ្នាងើបមកម៉ោង6កន្លះដល់ពេលបើកវាំងណូនមើលមកអូឃើញអាប់ស្អាតពេកចេញមកថតហើយឥឡូវយ៉ាឡើងលឿនមែនតើSome things make sense to me, but I still can't believe how wonderful you are. How wonderful you are. How wonderful you are. So good I don't know what to call you.
nên ấy nó bây giờ nhóm máu như mấy làm tha ở tròn trên thế này để xa là bây giờ peaceful មែនតើហ្មងយើងអត់ត្រូវការទៅធ្វើ activity ច្រើនទេប៉ុន្តែ anyway ចង់មិនចង់យើងគួរតែបន្ថែម activity មួយចំនួនដើម្បីបង្កើតអនុស្សាវរីយ៍ជុំគ្នាអញ្ចឹងណាដោយសារតែយើងមកដើរលេងខេត្តហើយថ្ងៃហ្នឹងប្រហែលជាខ្ញុំត្រូវទៅខាងខ្សែរ៉តកាហ្វេនៅដងព្រែកគេហៅខ្សែរ៉តកាហ្វេដងព្រែកយ៉ាអញ្ចឹងខ្ញុំនឹងចេញទៅខាងហ្នឹងដើម្បីញ៉ាំបាយថ្ងៃក៏ដូចជាធ្វើ activity មួយចំនួន You slow jazz in the morning, like the heat of July when you hold me. Your love moves like magic, alchemy. Never felt this before. No one else in the world can make me feel the same. Your voice, your hands, the rush, it's always pulling me in. Think I was made to love you, love you, love you. Think I was meant to love you, love you, love you. Let's take our time and burn it slow. We can watch the sunrise in Tokyo. Ocean blue, skyline view, could be anywhere we. Cho cái đá lên. Cho cái đá là ai nhá, ai mà. Hello. Nhưng kết tha dương mình nè bất chỉ hot cho mùi nâng ca nghe ប្រចាំថ្ងៃហើយអ្វីយើងត្រូវមករំសាយហ្នឹងគឺជាការស្នាក់នៅមួយដែលមានភាពងាយស្រួលអត់គិតច្រើនមានអ្វីគ្រប់សពនៅទីហ្នឹងអាចលក្ខណៈថាយើងម្នាក់ហត់ជាមួយនឹងការងារហេតុអីបានមកហត់ជាមួយនឹងការដើរលេងទៀតយ៉ាអញ្ចឹងសម្រាប់កំសាន្តហ្នឹងគឺជាដំណោះស្រាយមួយសម្រាប់អ្នកនរគ្នាហើយនៅនេះយើងអាចធ្វើម្ហូបខ្លួនឯងក៏បានឬក៏យើងអាចកំងខាងផ្ទះអាម៉ាយ៉ាដើម្បីឲ្យគាត់រៀបចំឲ្យយើងណាអញ្ចឹងនៅនេះគឺលក្ខណៈថាយើងមកសម្រាប់ស្រួលចិត្តហើយគឺអាចនឹងស្រួលកាយទៀត World's on fire, but gas is cheap. គេអញ្ចឹងណាអ្នកគ្នាយើងអាចដើរឡើងមកខាងលើនៅនេះគឺគាត់មាន restaurant ដើម្បីយើងអាចកំងម្ហូបក៏ដូចជា drink ផងដែរអញ្ចឹងដូចអ្នកគ្នាបានឃើញអញ្ចឹងថា dinner lunch អីហ្នឹងគឺគាត់មានរៀបចំឲ្យទាំងអស់ breakfast អីហ្នឹងគឺគាត់យើងចង់ញ៉ាំនៅលើនេះក៏បានយើងចង់ចុះទៅក្រោមឲ្យគាត់រៀបចំយើងនៅផ្ទះដែលយើងស្នាក់នៅហ្មងក៏បានដែរនិយាយទៅមានភាពងាយស្រួលមែនតើសម្រាប់អ្នកចង់មកអត់ចង់ធ្វើអីនិយាយទៅ slow life down មក You stayed at home, I guess you'd rather be alone than piss your parents off. I got mad, but I didn't tell you. I got a real good bad, but you wouldn't know. No, no, Dạ, you cả wouldn't cái know. đẹp bên đây mùi máu. Long phone call sometimes. Cả We barely even talk. Sometimes I lie. អូខេសរុបមកវិញសម្រាប់កំសាន្តអាចនិយាយបានថាគឺជា
ការសម្រាករយៈពេលខ្លីណាមួយដើម្បីឲ្យយើងបានផ្ដោតអារម្មណ៍ជាមួយនឹងពេលវេលាបច្ចុប្បន្នណាសកម្មភាពតូចៗហើយក៏ដូចជាការចំណាយពេលវេលាជាមួយនឹងគ្រួសារយើងឲ្យបានមានអត្ថន័យហើយនឹងការចងចាំដ៏ល្អហើយខ្ញុំជឿថាការចំណាយពេលជាមួយនឹងគ្រួសារអាចជាអាចហៅថាអាចជាថ្នាំមួយដែលផ្ដល់កម្លាំងចិត្តកម្លាំងកាយដើម្បីយើងបន្តដំណើរទៅមុខបន្តទៀតអញ្ចឹងចុងក្រោយខ្ញុំមានសារមួយសម្រាប់អ្នកនរគ្នាពីខ្ញុំពីចិត្តខ្ញុំហ្មងណាគឺទោះជាយើងរវល់ប៉ុណ្ណាក៏ដោយយើងគួរតែឆ្លៀតពេលឬក៏ឆ្លៀតយកឱកាសណាមួយដើម្បីចំណាយពេលជាមួយនឹងគ្រួសារឲ្យបានច្រើនហើយមួយទៀតហ្នឹងបើសិនជាយើងហត់ហើយគឺយើងអាចសម្រាកបានតែគ្រាន់ថាកុំបោះបង់ចោលអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយ